ngày nay miền rương để chui bằng phố này anh miền lôi tràn á cứ khi miền robot Rossi mới lọ mình tên robot Rossi nâng ai chui bằng phố này ban lôi chỉ nên tràn để robot Rossi nâng khi tăng bậc cao mây thế đấy robot Rossi nâng cứ sập bố tao đã thế để chun hai lộ đạch hai các bạn chui bị chưa bớt không ai này để cho rương thì mỗi khi nâng giấy vì robot Rossi mây nâng chui bằng phố ở đằng trước ba hay có chỉ ở các sản phẩm bằng phố Rossi rồi môi xả ca mà khi nằm bay vào cao chuyển đồ này nè hay riêng thì pin nó không video này bong bóng này cho mà đáp video này đừng biết là cá ban làm one power bank buộc xem chạy làm one power bank cho làm one mình tên cứ power bank xin mà học cô nữa để cho bong bóng chui sẽ đáp phải chọc nữa sẽ đáp phải chọc tức xem đừng giấy pi riêng thì mỗi cứ là bo Rossi để lỏ ai chui bong bóng rồi lấy bàn chán riêng thì pi thường mấy bong bóng ai cho nên ban làm one power bank để xa ca mới video nữa ok lấy xem chập đam dễ ông pi robot Rossi mùi năng xanh thà chui bong bóng đây chỉ nên lôi raอย่างmình á hay mình chạy tích nè robot này nè nó pin nó khác nó tam stroke cứ ai cho room Rossi chỉ mới xem ban được ọt đấy lấy xem xong bằng hai po miền môi sầm khăn mà ti tế riêng này sầm khăn á vậy smart trong tới xem miền mất thẹn mà nè quạt slap để xeแต่quạt phải phải riêng đằng đài chẳng á hay ปัจจุบันនេះរឿងនេះគឺកំពុងតែសម្លាប់ប្រជាពលរដ្ឋខ្មែរមិនតិចអ្នកទេដោយសារតែរឿងធ្វើប្រហែសผมប្រើប្រេងម្ដងហើយម្ដងទៀតបាទលោកគ្រូដល់ពេលអញ្ចឹងខ្ញុំសម័យដល់គ្រឿងបំពងដែលអ្នកចូលចិត្តញ៉ាំពងហ្នឹងសឹង 100% បាទគឺកម្ដៅលើសពី100ប្រហែល100អង្សាកម្ដៅដែលយើងបំពងកម្ដៅខ្លាំងដល់ពេលដែលវាខ្លោចអញ្ចឹងហ្នឹងយើងយកមកញ៉ាំគឺមានបញ្ហាប៉ុន្តែយើងអត់ដែលបានគិតវាទេថា10ឆ្នាំក្រោយមកយើងចាប់ដើមមានរោគសញ្ញាអីមួយយើងអត់ដែលគិតទៅលើអាហ្នឹងឯងចឹងនេះយើងចង់ដាស់តឿនបងប្អូនយើងឲ្យដឹងថាការដែលយើងប្រព្រឹត្តប្រចាំថ្ងៃនឹងហើយដែលធ្វើឲ្យយើងប្រឈមជាមួយនឹងបញ្ហាអស់នោះតែយើងមិនបានត្រឡប់មកប្រាប់គ្នាតថាអូមកពីអាហ្នឹងបាទខ្ញុំឧទាហរណ៍ដូចអ្នកជក់បរិយខ្ញុំឧទាហរណ៍រៀលដាលចឹងដល់បរិយមួយទៀតបាទអ្នកជក់បរិយនៅក្នុងបរិយមានគីមីពុលច្រើនធ្វើឲ្យយើងកើតជំងឺលើសសម្ពាធឈាមស្រូបធ្វើឲ្យយើងគាំងបេះដូងស្លាប់ធ្វើឲ្យយើងកើតទឹកនោមផ្អែមប៉ុន្តែដល់អ្នកនឹងស្លាប់ដោយសារទឹកនោមផ្អែមដោយសារដាច់សរសៃឈាមខួរក្បាលគាំងបេះដូងយើងអត់ដែលថាគាត់ជក់បរិយបានកើតអាហ្នឹងទេយើងថាស្លាប់ដោយសារអីនឹងប៉ាហ្នឹងគាត់ស្លាប់ដោយសារគាំងបេះដូងបាទដាច់សរសៃឈាមខួរក្បាលយើងព្យាយាមលាក់អាទង្វើហ្នឹងឲ្យអាហ្នឹងនៅតែបន្តគ្នាខ្ញុំចង់និយាយអញ្ចឹងអារឿងនេះដូចគ្នាខ្លាញ់ហ្នឹងក៏យ៉ាងដែរវាស្លាប់ញ៉ាំភ្លាមវាមិនស្លាប់ភ្លាមទេដល់យើងអញ្ចឹងយើងអត់បារម្ភអីទាំងអស់បាទតែវាបង្កយើងកើតហានិភ័យសុខភាពហ្នឹងថ្ងៃក្រោយវែងឆ្ងាយបាទអរគុណគ្រូមានប្រិមិត្តគាត់ដូច្នេះរឿងប្រេងឆាហ្នឹងគឺជាឃាតករលាក់មុខបានចូលរួមសម្លាប់ប្រជាពលរដ្ឋនៅស្រុកខ្មែរនិងក្នុងទូទាំងសកលលោកច្រើនណាស់ជាក់ស្ដែងមិត្តភ័ក្តិខ្ញុំម្នាក់កូនលំដាប់សេដ្ឋីស្រុកខ្មែរហ្មងស្លាប់ដោយសាររឿងហ្នឹងមហារាជពងកទៅព្យាបាលនៅថៃអស់$7 លានមកវិញចុងក្រោយនៅតែស្លាប់ដោយសារអីដោយសារតែគាត់ចូលចិត្តញ៉ាំរបស់បំពងរបស់ជៀនដូចជាចេកជៀនចេកអំពងអីចឹងទៅមាន់ជៀនមាន់អំពងអញ្ចឹងទៅគាត់ចូលចិត្តញ៉ាំកាពិកប៉ុកហើយឆាខ្វៃអីក៏ដោយគាត់ចូលចិត្តញ៉ាំមែនតើដូច្នេះបងប្អូនដឹងហើយគឺតាក់ទងនៅកម្ពុជាយើងប្រេងឆាតាមហាងមួយចំនួនគឺគាត់ធ្វើឆ្អិនម្ដងហើយគាត់ទុកធ្វើម្ដងទៀតដើម្បីសំចៃធ្វើម៉េចឲ្យគាត់អាចចំណេញលុយបានអញ្ចឹងណាដូច្នេះគាត់ណាតាមវិជ្ជាបណ្ឌិតគាត់និយាយនៅវីដេអូមុខមួយនាទីមិញបងប្អូនឃើញគាត់ណាធ្វើម្ដងឆ្អិនហើយទុកធ្វើម្ដងទៀតអាហ្នឹងវាបំលែងទៅជារឿងផ្សេងវាយើងញ៉ាំឥឡូវក៏យើងអត់មានទៅឈឺអីឬស្លាប់អីឥឡូវទេប៉ុន្តែវាអាច5ឆ្នាំ10ឆ្នាំ20ឆ្នាំក្រោយយើងចេញជាជំងឺកាយសាហាវដូចជាជំងឺមហារីកឃើញទេហើយមានរឿងមួយទៀតដែលសំខាន់គឺនៅស្រុកខ្មែរយើងមានអ្នកខ្លះដើរទិញប្រេងឆាតាមហាងធំហ្នឹងយកមកចម្រាញ់សារថ្មីហើយប្រេងឆាមកទឹកណាដើម្បីយកដាក់លក់លើទីផ្សារអាហ្នឹងក៏ជារឿងមួយដែលសម្រាប់បំផ្លាញសុខភាពសាហាវដែរហើយថ្មីនេះនៅវៀតណាមគឺប្រេងឆាច្រើនណាស់ម៉ាកល្បី5-6ម៉ាកគឺជាប្រេងឆាคล้ายៗបានគេប្រើសារធាតុคล้ายៗដែលអាចធ្វើឲ្យខូចកលៀនខូចអីខូចត្រឡងនោមខូចអីតាមព័ត៌មានវៀតណាមណាឥឡូវនេះវៀតណាមគេប្រកាសអាសន្នហើយដូច្នេះតើរឿងហ្នឹងតាក់ទងនឹងការរកស៊ីជួយបងប្អូនឲ្យមានលុយយ៉ាងម៉េចគឺរឿងទី1ដែលខ្ញុំមើលឃើញច្បាស់គឺប្រេងឆាកំពុងតែមានបញ្ហាច្រើនមែនទែនមិនមានន័យថានៅស្រុកខ្មែរយើងអត់ប្រេងឆាល្អមានប្រេងឆាល្អថាមានក្រុមហ៊ុនខ្លះគាត់ល្អប៉ុន្តែក៏មានអ្នកខ្លះខូចរកស៊ីយកប្រេងឆាមកទឹកមកធ្វើហើយក៏មានប្រេងឆាដូចនៅវៀតណាមអញ្ចឹងคล้ายៗប៉ះពាល់សុខភាពជីវិតមនុស្ស
ដូច្នេះសំខាន់មែនតើមុននឹងយើងរកស៊ីអ្វីក៏ដោយឬទិញផលិតផលអ្វីក៏ដោយយើងត្រូវមើលអ្នកណាអ្នកបង្កើតផលិតផលហ្នឹងម្ចាស់ផលិតផលហ្នឹងម្ចាស់ brand ផលិតផលហ្នឹងពីព្រោះបើម្ចាស់ brand ផលិតផលហ្នឹងគាត់គឺជាមនុស្សដែលមានភាពស្មោះត្រង់មនុស្សដែលមានចិត្តធម៌គុណធម៌មេត្តាធម៌ភាពត្រឹមត្រូវគឺយើងអាចទុកចិត្តគាត់បានប៉ុន្តែបើគាត់គឺជាមនុស្សคล้ายคล้ายឬមួយគាត់គឺជាមនុស្សដែលឃើញលុយជាធំដូច្នេះគឺគ្រោះថ្នាក់ណាស់សម្រាប់យើងពេលខ្លះដើម្បីលុយគាត់អត់បានគិតពីសុខភាពអ្នកប្រើប្រាស់ទេដូច្នេះរឿងរបររកស៊ីហ្នឹងខ្ញុំសូមប្រកាសខ្ញុំសម្រាប់បង្កើត brand ប្រេងឆាថ្មីនៅស្រុកខ្មែរយើងដែលមានឈ្មោះថាប្រេងឆាសុខភាពកម្ពុជាដែលបងប្អូនទាំងអស់ទូទាំងប្រទេសអ្នកនៅតាមស្រុកតាមភូមិតាមខេត្តទាំងអស់អាចក្លាយទៅជាតំណាងចែកចាយបានក្នុងការយកប្រេងឆាហ្នឹងទៅលក់ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដល់អញ្ចឹងបងប្អូនក៏អាចរកចំណូលបានខ្លះសមរម្យពីការសហការជាតំណាងចែកចាយនៃប្រេងឆារបស់ខ្ញុំហើយក៏អាចចូលរួមចំណែកជួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអាចទិញបានប្រេងឆាដែលមានគុណភាពល្អពិតហើយតម្លៃធូរតម្លៃគឺចាប់ដើមពី 3,500 រៀលឡើងទៅទេកញ្ចប់តូចហើយមានដបកដាល 7,800 រៀលហើយមានដបធំ 13,000 ទៅ 14,000 រៀលអញ្ចឹងហើយបើនិយាយពីគុណភាពវិញប្រេងឆាហ្នឹងគឺខ្ញុំធានាគុណភាពលេខ1បងប្អូនអាច check អ៊ីនធឺណិតនេះបងប្អូនមើលនៅក្នុងនេះទៅខ្ញុំយកឯកសារដែលខ្ញុំសួរទៅ AI ChatGPT ណាតើប្រេងឆាប្រទេសណាដែលជាប្រទេសលេខ1ក្នុងសកលលោកក្នុងការបង្កើតប្រេងឆាគឺមានតែម៉ាឡេស៊ីគឺជាប្រទេសដែលជាប់លេខ1ក្នុងសកលលោកក្នុងការបង្កើតប្រេងឆាដែលមានគុណភាពល្អជាងគេដូច្នេះវាជារឿងសំរុំកម្ពុជាយើងត្រូវអរគុណម៉ាឡេស៊ីនិងអាមេរិកដែលចូលរួមចំណែកជួយនាំសន្តិភាពជូនកម្ពុជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាយករដ្ឋប្រធានាធិបតីអាមេរិកគឺរួមគ្នាយ៉ាងសកម្មដើម្បីជួយកម្ពុជានិងថៃឲ្យមានសន្តិភាពដូច្នេះជាការអរគុណម៉ាឡេស៊ីមួយដែរហើយទី2ដោយសារម៉ាឡេស៊ីជាប្រទេសលេខ1ក្នុងសកលលោកដែលបកកែក្នុងការផលិតប្រេងឆាឥឡូវនេះខ្ញុំបានតាក់ទងផ្ទាល់ទៅដល់រោងចក្រធំនៅម៉ាឡេស៊ីដែលមានបទពិសោធន៍រាប់សិបឆ្នាំហើយក្នុងការផលិតប្រេងឆាគឺខ្ញុំនឹងយករូបមន្តនិងវត្ថុធាតុដើមមួយចំនួនពីម៉ាឡេស៊ីមកចូលរួមបង្កើតប្រេងឆាសុខភាពកម្ពុជាដូច្នេះបើនិយាយពីរឿងគុណភាពគឺលេខ1ហើយគឺមានវិញ្ញាបនបត្រអន្តរជាតិ GMP ដែលផ្ដោតទៅលើគុណភាពអនាម័យហើយមានវិញ្ញាបនបត្រ AACCP ដែលផ្ដោតទៅលើមិនប៉ះពាល់សុខភាពមនុស្សបានតែប្រេងឆាហ្នឹងថែមទាំងជួយសុខភាពមនុស្សទៀតជួយសុខភាពបេះដូងជួយអីច្រើនណាស់បន្តិចទៀតខ្ញុំនឹងប្រកាសលម្អិតដូច្នេះវីដេអូនេះគឺឱកាសរកលុយហ្នឹងបងប្អូនសូមបងប្អូនតាក់ទងមកខ្ញុំដើម្បីក្លាយជាតំណាងចែកចាយនៅតាមស្រុកភូមិខេត្តក្រុងទូទាំងប្រទេសណាខ្ញុំធានាខ្ញុំជាម្ចាស់ផលិតប្រេងឆានេះខ្ញុំយកចំណេញតិចបំផុតហើយទី2ប្រេងឆានេះនឹងមានចែករង្វាន់ជាលុយសុទ្ធ$1,000ច្រើនរង្វាន់ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទិញប្រេងឆានឹងយកទៅប្រើគាត់នឹងបានឆ្នោតចាប់យករង្វាន់លុយសុទ្ធរាល់ខែ$1,000ច្រើនរង្វាន់ហើយជាពិសេសមានផលបាញ់6គោរាប់រយរង្វាន់ទៀតរាល់ខែដូច្នេះហេតុអីដែលខ្ញុំម្ចាស់ផលិតកម្មប្រេងឆានឹងខ្ញុំយកចំណេញតិចអញ្ចឹងខ្ញុំសុខចិត្តដកលុយមកចំណែកឲ្យបងប្អូនជាតំណាងចែកចាយចំណេញហើយដកលុយមកចំណែកទៀតឲ្យធ្វើជារង្វាន់ជាលុយសុទ្ធជូនបងប្អូនខ្មែរដែលទិញប្រេងឆានឹងគេលោកគាត់ត្រូវបានលុយ$1,000ទៅធ្វើលុយសុទ្ធតាមទុនរកស៊ីដូច្នេះរឿងទី2ថាបងប្អូនគាត់មើលវីដេអូហ្នឹងបានរង្វាន់យ៉ាងម៉េច Power Bank ហ្នឹងខ្ញុំមានចែករង្វាន់ Power Bank ច្រើនសម្រាប់បងប្អូនដែលចូលមើលវីដេអូហ្នឹងណាដូច្នេះបងប្អូនដែលបានចូលមើលវីដេអូហ្នឹងហើយសូមជួយ comment សរសេរជាលេខទូរស័ព្ទមកបានហើយដូច្នេះខ្ញុំនឹងឲ្យបុគ្គលិកខ្ញុំស្រង់លេខទូរស័ព្ទបងប្អូនដាក់ចូលធុងឆ្នោតហើយបន្ទាប់មកខ្ញុំនឹងឲ្យបុគ្គលិកខ្ញុំចាប់ឆ្នោតយកអ្នកមានសំណាងច្រើនអ្នកដែលត្រូវរង្វាន់ Power Bank ដូច្នេះបងប្អូនគាត់បានមើលវីដេអូនេះទី1បងប្អូន comment លេខទូរស័ព្ទចូលមកហើយបន្ទាប់មកទៅមុខទៀតខ្ញុំនឹងឲ្យបុគ្គលិកខ្ញុំសរសេរលេខទូរស័ព្ទបងប្អូនដាក់ចូលធុងឆ្នោតដល់អញ្ចឹងពេលដែលយើងចាប់បានលេខទូរស័ព្ទណាយើងនឹងបកគោល Power Bank ជូនអ្នកនឹងតែម្ដងណាហើយរង្វាន់ Power Bank មានច្រើនណាស់ដូច្នេះបងប្អូនដែលបានមើលវីដេអូនេះសូមជួយ comment លេខទូរស័ព្ទបានហើយសរសេរតែលេខទូរស័ព្ទដែលទេចូលណាហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ខ្លាយជាតំណាងចែកចាយប្រេងឆាមួយខ្ញុំcomment លេខទូរស័ព្ទសរសេរដាក់ថាចង់ខ្លាយជាតំណាងចែកចាយដូច្នេះខ្ញុំនឹងតាក់ទងទៅផ្ដល់ព័ត៌មានលម្អិតណាដូច្នេះដូចខ្ញុំបញ្ជាក់អញ្ចឹងទី1ខ្ញុំមានភាពស្មោះត្រង់ខ្ញុំមានគុណធម៌មនុស្សខ្ញុំបងប្អូនស្គាល់យូរហើយណាហើយទី2គឺខ្ញុំអត់យកចំណេញច្រើនទេខ្ញុំយកចំណេញតិចបំផុតគឺខ្ញុំចែកចំណេញមួយចំនួនជូនបងប្អូនតំណាងចែកចាយហើយខ្ញុំដកលុយមួយចំនួនមកធ្វើរង្វាន់ជូនបងប្អូនអ្នកប្រើប្រាស់ដែលទិញយកប្រេងឆាទៅប្រើតាមផ្ទះបានត្រូវរង្វាន់លុយសុទ្ធ$1,000ជាច្រើនរង្វាន់ដើម្បីយកជាទុនរកស៊ីថ្ងៃមុខហើយនឹងមានរង្វាន់ Power Bank ច្រើនទៀតណាដូច្នេះសង្ឃឹមថាបងប្អូនគ្រប់គ្រងពួកខ្ញុំធ្វើបដិញ្ញាចិត្តទៅលើគុណភាពល្អមែនទែនហើយតម្លៃធូរហើយចែកលុយសុទ្ធជូនបងប្អូនទូទាំងប្រទេសទៀតអូខេអរគុណបងប្អូនដែលចូលមើលវីដេអូនេះណាសូមកុំភ្លេច comment លេខទូរស័ព្ទដើម្បីចូលរួមចាប់រង្វាន់ Power Bank ជាច្រើនណា Power Bank សិនមក6គោណាអរគុណ